ចំណូលដែលខ្ញុំទទួលបានព្រោះតែខ្ញុំទទួលបានហ្នឹងខ្ញុំនឹងធ្វើការបរិច្ចាគទាំងអស់ទៅខាងព្រះអង្គទ័ព តើបងមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរក្នុងកម្មវិធីរបស់តាតាថ្ងៃនេះ ថ្ងៃនេះមានអារម្មណ៍ថាសប្បាយចិត្តហើយមានអារម្មណ៍ថា surprise មែនទែនដោយសារតែវាជាកម្មវិធីមួយដែលថ្មីសម្រាប់ខ្ញុំព្រោះថាកម្មវិធីដែលតាតាបានរៀបចំហ្នឹងមានឈ្មោះអ្នកបើកបរឆ្នើមប្រចាំខែមករាជាកម្មវិធីមួយដែលល្អមែនទែនហើយខ្ញុំ recommend ឲ្យមានបន្តទៅមុខទៀតនិយាយទៅតរហូតហ្មងខែ2ខែ3អីចឹងទៅយ៉ា ក្នុងនាមបងជាជ័យលាភីលេខ1ក្នុងកម្មវិធីតាតា Creator Journey តើបងមានអ្វី5ឆាទៅកាន់អ្នកដែលទើបតែចាប់ដើមឬក៏អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើតមាតិកា ពេលហ្នឹងមាន2 content ហើយក៏មានអ្នកដែលគាត់ចាប់អារម្មណ៍ចង់ធ្វើដែរគាត់សួរខ្ញុំថាខ្ញុំត្រូវធ្វើមិនអីចឹងណាយើងមាននៅ concept ឬក៏ idea គំនិតនៃវីដេអូឲ្យដោយគេចង់បានអីគេយើងត្រូវក្តោបមកឲ្យសំខាន់មកអញ្ចឹងកាលណាដែលយើងមាន concept មាន idea ទៅលើហ្នឹងអីគឺយើងអាចយកមកថតបានហើយ បាទអរគុណច្រើនបងហើយនឹងចំនួនចុងក្រោយតើបងមានមូលហេតុអ្វីដែរដែលធ្វើឲ្យបងចូលរួមក្នុងកម្មវិធីតាតា Creator Journey នេះ ដំបូងខ្ញុំចាប់អារម្មណ៍ដែរហើយខ្ញុំថាខ្ញុំអត់ធ្វើទេប៉ុន្តែដោយសារតែពេលហ្នឹងខ្ញុំឃើញប្រព័ន្ធគេធំដែរអញ្ចឹងហើយយើងក៏គិតឡើងវិញអញ្ចឹងទៅហើយពេលហ្នឹងខ្ញុំកំឡុងពេលប្រទេសយើងកំពុងតែមានបញ្ហាដែរអញ្ចឹងខ្ញុំគិតថាពេលដែលខ្ញុំធ្វើទៅចំណូលដែលខ្ញុំទទួលបានព្រោះតែខ្ញុំទទួលបានហ្នឹងខ្ញុំនឹងធ្វើការបរិច្ចាគទាំងអស់ទៅខាងព្រះអង្គទ័ពហើយមូលហេតុមួយទៀតដោយសារខ្ញុំជាអ្នកធ្វើវីដេអូស្រាប់អញ្ចឹងខ្ញុំអាចថាខ្ញុំឃើញនិយាយទៅឲ្យតែ contest តាក់ទងមួយការប្រកួតប្រជែងទៅលើការផលិតមាតិកាផ្សេងៗគឺខ្ញុំតែងតែចូលរួមស្នើសុំពីខ្ញុំទៅឲ្យខាងតាតាមានការធ្វើវីដេអូឲ្យបានកាន់តែច្រើនអ្នកដែលគាត់ចង់ផលិតមាតិកាហ្នឹងគឺគាត់អាចចូលរួមបញ្ចេញសមត្ថភាពរបស់ពួកគាត់យ៉ាហ្នឹង អូខេបាទអរគុណច្រើនបង Okay thank you